បាកនឹងពាក់លីកម្មសាច់ស្រឈាមសុទ្ធរបស់វិរិយជនរបស់យើងនៅសមរភូមិជីកាដាទៅមិនឲ្យយើងភ្លេចបានមួយវិនាទីណាឡើយថាបែកបាក់ស្លាប់សាមគ្គីរឹងមាំថាបែកបាក់ស្លាប់សាមគ្គីរឹងមាំគឺរស់ដូច្នេះត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឲ្យខ្មែរគ្រប់រូបចេះព្រួតដៃគ្នាកសាងជាតិខ្មែរយើងឲ្យកាន់តែរឹងមាំឲ្យកាន់តែប្រសើរឡើងជាតិខ្មែរយើងឲ្យកាន់តែរឹងមាំឲ្យកាន់តែប្រសើរឡើងប្រកបដោយភាពធន់អូខេ BAKA let's go ទុកលំបាកនឹងពាក់លីកម្មសាច់ស្រឈាមសុទ្ធរបស់វិរិយជនរបស់យើងនៅសមរភូមិជីកាដាទៅមិនឲ្យយើងភ្លេចបានមួយវិនាទីណាឡើយថាបែកបាក់គឺស្លាប់សាមគ្គីរឹងមាំគឺរស់ដូច្នេះយើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឲ្យខ្មែរគ្រប់រូបចេះព្រួតដៃគ្នាកសាងជាតិខ្មែរយើងឲ្យកាន់តែប្រសើរឡើងឲ្យកាន់តែប្រសើរឡើងនឹងភាពធន់ប្រសើរឡើងនឹងភាពធន់